cho chỉ vật để ca tao su là bạn tế của mình lưu than lụa nông lụa ấy phó để sao ta chỉ việc cua sa pe nó thời ca tao su là biệt mấy ចាប្រវត្តិគ្រួសារនេះខ្ញុំមិនជាអ្នកមានទេប៉ាខ្ញុំគឺជាកម្មករសំណង់ម្ដាយខ្ញុំគឺជាអ្នកដាំបាយនៃក្រសួងអប់រំយុវជននិងកីឡាជំនាន់ហ្នឹងហើយម៉ាក់ប៉ា យើងអាចនិយាយតាមអារម្មណ៍មនោចេតនាចេញពីចិត្តយើងដោយមិនបាច់លាក់លៀមឬក៏ភ័យខ្លាច ម៉ាក់ខ្ញុំគាត់ចាំកូន5នាក់បងខ្ញុំទី1បានរៀននៅស្រុកអាល្លឺម៉ង់ប៉ាខ្ញុំកម្មករសំណង់ប៉ុន្តែឲ្យកូនរៀនបានខ្ពស់បងប្អូនខ្ញុំ5នាក់គឺរៀនបានខ្ពស់ទាំង5ជាអកុសលកូន5នាក់ហ្នឹងបងធំគាត់ទៅអាល្លឺម៉ង់នេះមានរឿងកាត់ឡើងខ្លះទៅបកគោថាគឺប៉ាខ្ញុំប៉ុន្តែប៉ាខ្ញុំស្លាប់ទៅនៅសតម៉ាក់ឯងម៉ាក់ប៉ាជំនាន់កើតជំងឺមកហើយក៏ព្យាយាមខំមើលប៉ាដែរប៉ុន្តែវាតាមលទ្ធភាពរបស់យើងប៉ុណ្ណឹងលទ្ធភាពអញ្ចឹងទៅខ្ញុំអត់បានមើលប៉ាពេញទំហឹងទេគាត់ថាបានជួយគាត់មើលតិចតួចហើយចំណងខ្ញុំចូលសិល្បៈខ្ញុំអត់តន់ល្បីទេខ្ញុំនៅលេងមួយបង្ក្រឹមធម្មតាខ្ញុំអត់តន់មានឈ្មោះអស់សម្លេងទេអញ្ចឹងខ្ញុំកាត់ជាកូនពៅតែខ្ញុំអត់បានបំពេញបំណងរបស់គាត់